មកដល់ថាតិគុណដែលពូកែលេចអុកលើគេឥឡូវនេះបានជុំនឹងដៃគូមិនដឹងនេះជាក្បួនអុកអីដែរនេះហៅថាស្លាប់ហើយទើបរូបក្រៅសម្រាប់ទប់ទល់អ្នកលេងអុកដល់ប្រកាសលេងមួយកណ្ដាលទៀតណាហេតិគុណយើងផឹកស្រារួចហើយអុកក៏លេងរួចដែរទាំងពីរមុខនេះបានធ្វើរួចអស់ហើយកណាត់ដល់ពេលសុំលាសិនណាប៉ុន្តែអាត្មាមិនតបានចម្លងគ្រោះឲ្យបាសក់ផងកណាត់មានចិត្តចង់ជួយទៅរួចទៅហើយចម្លងឬមិនចម្លងគឺដូចតែគ្នាទេប្រកាសជាមិនដូចគ្នាដែរអូបាសក់មានចិត្តលោភលន់ខ្លាំងណាស់លើលោកនេះកម្រមានបើអាត្មាឃើញហើយមិនជួយដល់គ្រោះទេថ្ងៃក្រោយចុះនរកគឺអាត្មាមិនមែនអូបាសក់ទេហេតុអីក៏ថាកណាត់មានចិត្តលោភលន់បើមិនលោភលន់ទេមិនក៏ចង់លួចគេហើយចង់ធ្វើជាស្រេចទៀតនេះបើមិនលោភលន់តែជាអ្វីទៅបើចឹងតែគុណចង់ចម្លងគ្រោះឲ្យកណាត់ដោយវិធីណាដែរគឺសាសងឬស្នេហាកន្លះឆ្នាំក្រោយឬក៏មួយឆ្នាំក្រោយអាត្មាធានាថាឈុលហឿងប្រកាសជាប្រែប្រួលសម្បើមណាត្រូវហើយអ្នកដែលអាចអង្គុយពិភាក្សាធម៌ជាមួយដេគុណយុឈិនលើពិភពគុណនេះមានតិចណាស់លបងឈូនៅបន្តិចទៀតទេបាទកណាត់កំណត់ជំនិតចង់តំណាត់ទៀតទៅបង្គន់កណាត់មិនអាចខំត្រាំជឿបាត់ជើងដើម្បីខំស្ដាប់បដិជនចម្លងគ្រោះឲ្យកណាត់ទេលបងលូថាមើលមែនទេត្រូវសុំទោសមិនស្មានថាឈុលហឿងប្រើល្បិចទៅបង្គន់យើងមកដោះខ្លួនសោះមកតែយើងមិនឲ្យវាទៅមែនព្រះធម៌គ្មានព្រំដែនទោះជាទៅណាក៏កិច្ចមិនផុតទោះជាគេប្រកាសសម្រាប់ខ្លួនយ៉ាងណាក៏ដោយក៏កិច្ចមិនផុតពីភ្នំរៀម5របស់ព្រះជាម្ចាស់យុឈិនអុកមកក្រាមមិញហ្នឹងកណាលេងអនសម្បើមណាតែបើចង់លេងល្បិចនៅក្នុងក្តារអុកដ៏អន់បែបនេះដូចជាដុសឆ្អឹងនៅក្នុងពងមន់អញ្ចឹងនៅពេលដែលពួកឯងសង្ស័យថាខ្ញុំប្រហែលជាធ្លាក់ចូលក្នុងមគុណខ្ញុំប្រហែលជាទៅដល់ភ្នំលេងបាត់ទៅហើយសិននេះឡូនណាដូចជាម្ចាស់របស់វិញអញ្ចឹងមិនសរសើរខ្ញុំទេចង់ខ្ចីសែមែនទេខ្ញុំមានការសំខាន់ត្រូវទៅភ្នំលេងមួយផ្លេតសូមអ្នកនាងជួយផងទៅភ្នំលេងធ្វើអីជួបសង្សារមិនលាក់បាំងទេម្នាក់នេះខ្ញុំពិតជាមិនហ៊ានតាក់ទងទេពីព្រោះមានអាចកំបាំងជាច្រើនតើតែខ្លួនគេទើបអាចដោះស្រាយបានរឿងដទៃទៀតចង់ខ្ញុំមកវិញចាំនិយាយគ្នាណែពេលណាលោកសង្សារខ្ញុំវិញខ្ញុំទៅចាំលោកណែណាតែចាំនៅផ្ទះស្នាក់យីឡាយទៅនៅទីនោះនាងនឹងបានជួបហុងសឿននិងយងពួកគេនឹងនាំនាងទៅកន្លែងដែលមានសុវត្ថិភាពណែលោកមកវិញមិនអីទេតែស្អែកខ្ញុំត្រូវត្រឡប់មកវិញដោយសុវត្ថិភាពបាទចុះថងតាមបាត់សុំជួយយ៉ាងមិនដែរមហាចៅឈូស្នៀតសម្រាប់ខ្លួនអាត្មាទៅរួចទេពូកែក៏មិនសរសើរបានជីវិតរបស់ដេគុណល្មើនឹងវិន័យព្រះស្ដាយក្រោយពិតជាស្ដាយក្រោយមែនហើយរើសអីមិនរើសយកឲ្យជើង4យកមកចម្លងគ្រោះធ្លាប់មើលសភៅ3ជាតិទេយ៉ាងមិនដែរលបងឯងជាតិមុនជាសត្វជើង4ឯងបានជាប្រកែរត់យ៉ាងនេះបើដេគុណយល់ថាហត់នៅអញ្ចឹងបបងចោលការរំដោះខ្លួននេះទៅឆាន់បាយមួយពេលនេះហើយយើងចែកផ្លូវគ្នារឿងខ្លួនមកពេលនេះត្រូវឆាន់ប៉ុន្តែចង់អាត្មាបបងការរំដោះគ្រោះនេះទៅមិនរួចទេណាតែឆ្ងាញ់ទេពិតជាឆ្ងាញ់ណាស់ម្ហូបនៅហាងនេះពិតជាល្បីណាស់អញ្ចឹងញ៉ាំច្រើនតិចដែរដេគុណមកពេលឆាន់ក៏សួតថតដែរមិនក៏លបងមិនតាន់ស្លាប់ហេតុអីខ្ញុំត្រូវស្លាប់អញ្ចឹងហេតុអីពួកគេត្រូវស្លាប់ស្លាប់តើស្រានឹងមហូបមានពើមែនទេមើលទៅប្រហែលអញ្ចឹងដេគុណដឹងតាំងពីដំបូងមកត្រូវហើយបើមិនអញ្ចឹងទេឃ្លានសឹងបែកពួរទៅហើយរឿងអីមិនហ៊ានឆាន់ដេគុណឃើញពួកគេត្រូវពើហើយនៅឲ្យកណាញ៉ាំទៀតច្រើនក៏ស្លាប់តិចក៏ស្លាប់ដូចគ្នាដែរអាត្មាចង់ឲ្យបាសក់ស្លាប់ទៅខ្លាចជាខ្មោចឆ្អែតណាបើយ៉ាងទេស្លាប់ហើយក៏មិនរត់ទៅរត់មកងាយស្រួលអាត្មាចម្លងគ្រោះដែរជឿលើតើនរណាជាអ្នកដាក់ថ្នាំបំពុលរបបគូរសួរថាហេតុអីក៏ដាក់ថ្នាំបំពុលខ្លាំងយ៉ាងនេះមកសម្រាប់ពួកគេដែរមើលទៅអ្នកដាក់ថ្នាំបំពុលនេះប្រកាសជាអ្នកខ្លាំងប្រកែសត្រូវរបស់ឯងបន្តិចទៀតកុំច្រឡំដែរឲ្យយកជីវិតរបស់ឯងគ្រប់គ្រាន់មិនប្រកាសជាសត្រូវរបស់កណាទេ
សម្មាសម្ពុទ្ធធូមិនប្រកាសនឹងប្រកាសគឺដូចតែគ្នាទេមើលទៅអាត្មាត្រូវបែកចេញពីមហាចៅឈុលឲ្យហឿងហើយបើមានតែស្អីចាំជួបគ្នាទៀតណាអាត្មាលេសិនណាជួយខ្ញុំផងមានម្នាក់នៅនោះមិនមែនអាត្មាមិនចង់ជួយទេតែលាក់អាត្មាសិនទៅលាក់អាត្មាសិនទៅលឺអូឈឹមប្រហែលជាមិនពឹសប្រហែលនេះលោកខំប្រឹងនិយាយប្រាប់ខ្ញុំអ្នកណាចូលផ្ទះបាញ់មិញមានមនុស្សម្នាក់ចូលមករូបរាងចម្លែកណាស់ជាពិសេសគឺចំហវាស្រួចណាស់គេសួរថាលោកភាសាអីដែរពេលសួររួចហើយក៏ដាក់ថ្នាំពុលក្នុងពាងទឹកថាម៉េចគាត់ថាទឹកក្នុងពាងមានថ្នាំពុលម៉េចឈឹមគាត់មានពឹសស្រ័យហើយតាម្នាក់នោះនិយាយថាព្រោះតែឲ្យខ្ញុំនាំពាក្យប្រាប់អ្នកទាំងពីរគ្រាន់តែវាយខ្ញុំឲ្យរបួសប៉ុណ្ណោះអត់មានដាក់ថ្នាំពុលទេនាំពាក្យអីទេគេគ្រាន់តែថាចង់បំពុលមនុស្សម្នាក់ឈ្មោះជូលហឹងឲ្យស្លាប់បើតាមអ្នកបម្រើក្នុងទៀមនោះនិយាយអ្នកដាក់ថ្នាំបំពុលប្រកាសស្ដាយដង្កូវនៅលីឈៀងហើយស្ដាយដង្កូវគឺអ្នកដែលមានវិជ្ជាគុណអន់ជាងគេតែប្រាថ្នាពុលប្រកាសជាងគេនោះត្រូវហើយស្ដាយដង្កូវនេះប្រកាសជាងគេវាធ្វើមនុស្សខ្លាចទៅជាអរិយមានពឹស 1000 យ៉ាងនៅក្នុងរយៈពេល12យាមបន្តទៅត្រូវពឹសវាហើយអ្នកត្រូវពឹសមិនថាឈាមឬក៏ដកដង្ហើមទេក៏ខ្លាចទៅជាពឹសដល់សាហាវមួយគេអាចបញ្ចេញវាតាមចិត្តចង់វាអាចចេញមកគ្រប់ពេលវាអាចផ្ទុះមកគ្រប់ពេលឈាមនៅក្នុងខ្លួនបែកសាច់គ្រប់ទីកន្លែងទាំងអស់អ្នកនៅក្បែរខ្លួនគឺគ្មានអ្នកណាផុតពីគ្រោះថ្នាក់ទេលើនេះអាត្មាស្លាប់អើយតែខ្ញុំកណាមិនដែលស្គាល់គេទេហើយបានជាគេចង់សម្លាប់កណាអាត្មាក៏មិនយល់ដែរហេតុអ្នកត្រូវពឹសបែរជាអាត្មាទៅវិញលបងជួយមើលក្បាលអាត្មាផងតើមានឡើងពណ៌ស្វាយទេនេះក្បាលមានពណ៌ស្វាយទេច្រមុះមានពណ៌ស្វាយទេអណ្ដាតមានពណ៌ស្វាយទេអញ្ចឹងគ្រាន់តែពណ៌ស្វាយមានទេប៉ុន្តែឡើងពណ៌ក្រហមមានពណ៌ក្រហមហើយកន្លងពណ៌ក្រហមអាសនរោគឲ្យចននេះនៅសុកហើយកន្លងពណ៌ក្រហមដែរស្លាប់ឲ្យចននេះអាត្មាបានផឹកស្រាប់ផងហ្នឹងហ៎លបងឈឺមិនក៏ដល់ថយក្រោយទៅបីដែរមិនមែនកណាទេគឺដឹកគុណអាត្មាដល់ថយក្រោយមិនមែនទេអាត្មាដល់ថយក្រោយអាត្មាចាប់អារម្មណ៍ថាដូចជាមានឈាមដល់ពីច្រាស់ហើយឥឡូវនេះមើលទៅពឹសប្រកាសជាធ្វើទុកហើយមើលទៅអាត្មារួមបានយូរទេមិនកើតទេគួររស័យពីបដាមសិនអូនោះឃើញហើយអត់ទៅលោកគ្រូអាត្មាចង់ស័យពីបដាមចាំតិចទៅដឹកគុណចង់សរសេរធំមិនអាសัตว์ជើង4កាន់រ៉េចាប់ផ្កាយដូរគ្នាកវី9ដងចេញកញ្ញាំបង្ហាញស្លាប់គឺអញ្ចឹងហេកុំរំខានអាត្មាអីអាត្មារួមបានយូរទេជីសេះដកកំបិតជ្រុលដី3ចានកញ្ញាំនាគខៀវខ្លាឃ្លានចំណៃដឹកគុណបើមិនបញ្ញាប្រាកម្លាំងធៀបបណ្ដេញពឹសចេញមកទេកណាខ្លាចតែរសៀលពីបណ្ដាំនេះមិនអត់ទេទប់ស្កាត់វាសិនក៏ល្អដែរណាមិនឥឡូវបានធុំតិចហើយណាពឹសនេះពិតជាសាហាវខ្លាំងណាស់អាត្មាអាចបដិញបញ្ចេញបានមកទាំងអស់ទេបានត្រឹមតែប្រែកម្លាំង50ភាគទប់ទល់វាប៉ុណ្ណោះទប់ស្កាត់វាក្នុងជីបចោសិនអញ្ចឹងពេលនេះលោកនឹងសល់កម្លាំងទៀតទៅពាក់កណ្ដាលទេមិនស្លាប់គឺប្រសើរណាស់មែនតែស័យពីបដាមិញដល់ណាហើយខ្លាឃ្លានរកចំណេញ